មួយនៅលើរថភ្លើងមានបរិសុទ្ធអ្នកមានម្នាក់និងបរិសុទ្ធអ្នកសុំទានម្នាក់បានអង្គុយទល់មុខគ្នាភ្លាមនោះបរិសុទ្ធអ្នកមានបាននឹកឃើញហ្គេមមួយហើយចង់លេងជាមួយនឹងបរិសុទ្ធសុំទានបរិសុទ្ធអ្នកមានបាននិយាយថាខ្ញុំមានហ្គេមមួយចង់លេងជាមួយឯងបើសិនជាខ្ញុំសួរឯងមួយសំណួរឯងឆ្លើយមិនចេញឯងត្រូវឲ្យខ្ញុំចំនួន$50ហើយឯងក៏ត្រូវមានសំណួរមួយសួរខ្ញុំវិញដែរបើខ្ញុំឆ្លើយមិនចេញនោះទេខ្ញុំនឹងឲ្យឯងវិញ$5000ពេលនោះមនុស្សដែលអង្គុយជិតពួកគាត់បានបើកភ្នែកធំធំនិងរងចាំមើលថាតើអ្នកណាជាអ្នកឈ្នះកំឡុងពេលនោះផងដែរបរិសុទ្ធអ្នកសុំទានបានស្ទាក់ស្ទើរមួយសន្ទុះហើយក៏បានងក់ក្បាលយល់ព្រមជាមួយនឹងបរិសុទ្ធអ្នកមានពេលហ្នឹងបរិសុទ្ធអ្នកមានបានសោកយ៉ាងមានទំនុកចិត្តហើយក៏បានលើកសំណួរឡើងមកថាឥឡូវខ្ញុំសួរឯងតើមានអ្វីខុសគ្នាឲ្យពិតប្រាកដរវាងផែនដីនិងព្រះច័ន្ទភ្លាមហ្នឹងបរិសុទ្ធសុំទានបានសេចក្ដីគិតមួយសន្ទុះហើយក៏បានដកលុយ$50ដែលជាលុយដែលខ្លួនមានទាំងអស់ចេញពីហោប៉ៅរបស់គាត់យឺតនិងហុចទៅឲ្យបរិសុទ្ធអ្នកមានព្រោះសំណួរមួយនេះគាត់ដឹងខ្លួនថាគាត់មិនអាចឆ្លើយចេញនោះទេសំណួរចេញមកគឺរបៀបអ្នករៀននៅក្នុងសាលាអ្នកចេះដឹងអីអញ្ចឹងណាហើយគាត់អ្នកសុំទានតាំងតូចមកនឹងគាត់មានសមត្ថភាពឯណាទៅរៀននៅក្នុងសាលាអញ្ចឹងគាត់មិនដឹងភាពខុសគ្នារវាងព្រះច័ន្ទជាមួយនឹងផែនដីទៅប៉ុន្តែបរិសុទ្ធសុំទានហុចលុយឲ្យ$50បរិសុទ្ធអ្នកមានគាត់សោយយ៉ាងសប្បាយចិត្តហ្មងព្រោះគាត់គិតថាគាត់មាន confidence លើខ្លួនឯងគាត់មានចំណេះដឹងខ្ពស់ហើយគាត់បានឈ្នះហើយគាត់បានប្រាប់ទៅបរិសុទ្ធសុំទានថាចេះឥឡូវដល់ពេលអ្នកឯងហើយសួរខ្ញុំវិញមកសំណួរអីក៏បានដែរបរិសុទ្ធសុំទានបានងក់ក្បាលហើយចាប់ផ្ដើមលើកសំណួរឡើងមកថាតើសត្វអ្វីពេលដែលឡើងភ្នំមានជើង3ពេលដែលចុះពីភ្នំស្រាប់តែមានជើង4ដាក់សំណួរបឹកបរិសុទ្ធអ្នកមានអង្គុយគិតឡើងមុខជ្រួញចើមឡើងនិយាយថាគិតឡើងច្រើននាទីមែនតើពេលរួមទៅគិតយូរខ្លាំងហ្មងគិតយូរខ្លាំងប៉ុណ្ណាក៏អត់ចេញចម្លើយដែរហើយភ្លាមហ្នឹងបរិសុទ្ធអ្នកមានគាត់ចាប់ផ្ដើមខកចិត្តបាត់បង់ទំនុកចិត្តអស់រលេងហ្មងហើយគាត់ក៏បានដកលុយចំនួន$5000ចេញពីហោប៉ៅរបស់ខ្លួនទៅឲ្យអ្នកសុំទានព្រោះគាត់ឆ្លើយអត់ចាញ់ហើយបរិសុទ្ធសុំទានវិញគាត់បានទទួលលុយ$5000យ៉ាងរំភើយហើយដេកហួចដេកយ៉ាងសប្បាយហ្មងតែបរិសុទ្ធអ្នកមាននៅតែអង្គុយគិតរហូតគិតចោះគិតឡើងនៅតែគិតអត់ចេញក៏ចាប់ផ្ដើមដាច់ចិត្តហាមាត់សួរបរិសុទ្ធសុំទានថាអេអ្នកសុំទានការពិតចម្លើយគឺជាអីទៅខ្ញុំអង្គុយគិតមួយថ្ងៃខ្ញុំគិតអត់ចេញទេឥឡូវខ្ញុំសួរអ្នកឯងឲ្យអ្នកឯងឆ្លើយវាជាសត្វអីគេឲ្យពិតប្រាកដតែបរិសុទ្ធសុំទានអត់និយាយអីទាំងអស់ហ្មងហើយដកលុយខ្លួនឯង$50បោះឲ្យបរិសុទ្ធអ្នកមានតដែរហើយបិទភ្នែកដេកលេងធ្វើមិនដឹងព្រោះតែគាត់ក៏ឆ្លើយអត់ចេញដែរអ្នកនរគ្នាវាដែរមានសត្វណាពេលឡើងភ្នំជើង3ហើយចុះពីភ្នំជើង4នេះសំណួរដែលគាត់ដាក់មកហ្នឹងគឺចេះតែជាសំណួរដែលគាត់ធ្វើមិនដាក់ដើម្បីឲ្យបរិសុទ្ធអ្នកមានហ្នឹងគឺឆ្លើយអត់ចេញដោយសារតែគាត់ដឹងថាបរិសុទ្ធអ្នកមានហ្នឹងមានចំណេះដឹងគ្រប់គ្រាន់ហើយគាត់ក៏អត់មានសំណួរដែលចេះដឹងណាមកសួរបរិសុទ្ធអ្នកមានហ្នឹងដែរសុំទានគាត់លេងមកក្បាច់គឺថាចំណេញទាំងដុលហ្មងអ្នកនរគ្នាពេលខ្លះកុំគិតថាខ្លួនឯងមានចំណេះដឹងមានទ្រព្យសម្បត្តិច្រើនជាងគេអាចឈ្នះបានគ្រប់ពេលខ្លះអ្វីគ្រប់យ៉ាងមិនមែនប្រើលុយឬក៏ប្រើចំណេះដឹងមកធ្វើទេនេះកន្លែងនេះពេលខ្លះគឺគេប្រើប្រាជ្ញាប្រើខួរក្បាលដើម្បីយកមកគិតមិនមែនថាអញតែមានលុយឬក៏អញតែមានចំណេះដឹងមានទ្រព្យសម្បត្តិគឺអ្នកទាំងអស់គ្នាគឺប្រកាសជាឈ្នះទេដូចពាក្យខ្មែរមួយម៉ាត់គេនិយាយថាចេះឯងឲ្យក្រែងចិត្តគេអញ្ចឹងនឹងអ្នកនរគ្នាអានេះក៏ជាមេរៀនមួយក៏ជាអត្ថបទមួយឲ្យយើងយល់ពីសង្គមបច្ចុប្បន្នដែរអញ្ចឹងបន្ទាប់ពីអ្នកនរគ្នាបានឃើញវីដេអូនេះហើយមានអារម្មណ៍បែបដែរ comment ទាំងអស់គ្នាមក